សូមអនុមោទនាពិធីបុណ្យកឋិនទានកឋិនទានគឺជាបុណ្យប្រពៃណីព្រះពុទ្ធសាសនាដែលមានសម្ដែងទុកក្នុងគម្ពីរព្រះវិន័យបៃដកមហាវគ្គតតិយភាកឋិនខន្តកៈជាបុណ្យដែលមានលក្ខណៈប្លែកពីបុណ្យដទៃ5យ៉ាងទី1ប្លែកដោយការគឺជាការលើកទានក្នុងមួយឆ្នាំធ្វើបានតែមួយដងមានរយៈពេលកំណត់ត្រឹមតែ29ថ្ងៃហើយវត្តមួយទទួលបានកឋិនតែមួយដងប៉ុណ្ណោះទី2ប្លែកដោយវត្ថុគឺសម្ពុតដែលជាវត្ថុកឋិននោះមានតែស្បង់ចីវរនិងសង្ឃាដីដែលគេធ្វើត្រឹមត្រូវតាមពុទ្ធបញ្ញត្តិទី3ប្លែកដោយអំពើគឺបុគ្គលអ្នកធ្វើគប្បីធ្វើឲ្យត្រូវតាមវិន័យបញ្ញត្តិហើយសង្ឃត្រូវក្រាលគ្រងឲ្យត្រូវតាមវិន័យបញ្ញត្តិទី4ប្លែកដោយបដិគិហកៈគឺអ្នកទទួលសម្ពុតកឋិនបានតែភិក្ខុដែលនៅចាំព្រះវស្សាគ្រប់3ខែដោយមិនដាច់វស្សាទើបទទួលក្រាលគ្រងបានទី5ប្លែកដោយអានិសង្សជាបុណ្យមានផល្លានិសង្សច្រើនអ្នកធ្វើទទួលបានអានិសង្ស5យ៉ាងគឺ 1. សុវណ្ណតាមានពណ៌សម្បុរល្អ 2. សុរូបតាមានរូបល្អ 3. សុសន្ធានាមានទ្រង់ទ្រាយល្អ 4. ចក្រវត្តរាជាហោន្តិនឹងបានទៅជាស្ដេចចក្រក្នុងជាតិណាមួយពុំខានឡើយ 5. ភក្ខបញ្ញាវិសារតោមានប្រាជ្ញាឃ្លាវខ្លាមោះមុតនឹងបានបួសជាអហិភិក្ខុចំណែកបដិគិហកៈអ្នកទទួលក៏បានអានិសង្ស5ដូចគ្នាគឺ 1. គឺនិមន្តទៅទីណាមិនបាច់លាភិក្ខុផងគ្នា 2. និមន្តតាណាមិនបាច់យកត្រៃចង្វរក្រុម 3. ឆាន់គណៈភោជនបាន 4. ទុកដាក់អតិរេកចង្វរបានតាមត្រូវការ 5. ចង្វរណាដែលកើតឡើងក្នុងអាវាសនោះចង្វរនោះនឹងមានដល់ភិក្ខុទាំងនោះក្រៅពីនេះតាមរយៈកឋិនទានវត្តនីមួយៗក៏មានលទ្ធភាពអាចទទួលបាននៅបរិវារកឋិនរួមមានសម្ភារៈថវិកាសម្រាប់បម្រើដល់ការកសាងទីសេនាសនៈផ្សេងៗមានដូចជាព្រះវិហារកុដិឧបដ្ឋានសាលាការទំនុកបម្រុងវិស័យពុទ្ធិកសិក្សាជួយឧបត្ថម្ភដល់ការកសាងសមិទ្ធផលសង្គមនិងវិស័យសង្គមកិច្ចជាដើមបុណ្យកឋិនទានប្រារព្ធឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោមដើម្បីបង្កើនសាមគ្គីភាពរវាងបុគ្គលគ្រួសារនិងសង្គមដើម្បីទ្រទ្រង់ព្រះពុទ្ធសាសនាឲ្យបានចម្រើនរុងរឿងគង់វង្សថិតថេរនៅយូរអង្វែងដើម្បីផ្ដល់កម្លាំងកាយចិត្តដល់ភិក្ខុសង្ឃបុគ្គលជាសាសនៈទីយាតបន្តអាយុព្រះពុទ្ធសាសនាដើម្បីបានថ្វាយឧបការៈទំនុកបម្រុងឧបត្ថម្ភព្រះភិក្ខុសាមណេរដែលជាមហាកុសលដ៏ប្រសើរដើម្បីកុំឲ្យកើតសេចក្តីប្រមាទចំពោះមហាកុសលរបស់ខ្លួន